បណ្ដាញសាច់រឿងមកគឺបានបង្ហាញឲ្យយើងឃើញប្រូងម្នាក់ដែលជាសិស្សរៀននៅវិទ្យាល័យកំពុងតែធ្វើការ live stream នៅលើ YouTube ដែលជាកម្មវិធីមួយដូចទៅនឹង YouTube របស់យើងអញ្ចឹងដោយប្រូងម្នាក់នេះក៏មានឈ្មោះថា Paco ហើយក៏កំពុងតែអបអរសាទរដែល channel របស់គាត់ទទួលបាន 700k subscriber មិនតែប៉ុណ្ណោះក៏បានធ្វើការ promote channel ទៅឲ្យ YouTuber ស្រីស្អាតម្នាក់ដែលមានឈ្មោះថា Rumi ផងដែរហើយ channel របស់នាងគឺបង្កើត content ដែលនិយាយអំពីគន្លឹះនៃការ make up សម្រាប់សិស្សរួចនាងថែមទាំងបាន make up ទៅឲ្យសិស្សប្រុសម្នាក់ដើម្បីឲ្យគ្រប់គ្នាយកទៅរៀនសូត្រតាមទៀតផងដោយសិស្សប្រុសម្នាក់នេះគាត់មានឈ្មោះថា Hobin ហើយគាត់គឺជាតួឯកប្រុសរបស់យើងនៅក្នុងរឿងនេះឯងរួច Paco ក៏បានប្រាប់ឲ្យ Hobin និយាយស្វាគមន៍ទៅកាន់ fan របស់គាត់ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតមួយផងដែរអញ្ចឹងក្រោយពីការ live stream ត្រូវបានបញ្ចប់ហើយនោះ Hobin ក៏បានទៅលាងមុខចេញនៅក្នុងបន្ទប់ទឹកហើយកង់ក៏បានគិតនៅក្នុងចិត្តថាគាត់មិនចង់មករៀនតទៅទៀតនោះទេព្រោះនៅពេលដែលមករៀនម្ដងគាត់តែងតែត្រូវបានគេប៊ូលូរហូតនឹងហើយបើនិយាយអំពីអាប៉េ Paco ដែលជាមេបង្កបញ្ហាមាន subscriber 700k នោះវិញគាត់គឺជាសិស្សបាតថ្នាក់ម្នាក់តែយ៉ាងហោចណាស់គាត់ចេះអំពីវិធីរកលុយចំណែក Rumi ដែលជា YouTuber ថ្មីនាងក៏អាចរកលុយបានដោយគ្រាន់តែ live បង្ហាញសម្រស់របស់នាងតែប៉ុណ្ណោះអញ្ចឹងមនុស្សគ្រប់គ្នាសុទ្ធតែមានអ្វីមួយដែលពួកគេអាចធ្វើបានតែសម្រាប់ Hobin មិនមាននោះទេហើយកនក៏មិនឆ្លាតក៏មិនមែនជាកូនអ្នកមាននោះដែរអញ្ចឹងក្រោយពីបានលាងមុខរួចហើយ Hobin ក៏បានដើរត្រឡប់ទៅថ្នាក់រៀនវិញតែគ្រាន់តែបើកទ្វារភ្លាមក៏បានស៊ីមួយជើងកន្ត្រៃហោះរបស់ប្រូសលឿងដែលត្រូវជាកាមេរ៉ាមែនរបស់ Paco តែម្ដងដោយប្រូសលឿងម្នាក់នេះគាត់មានឈ្មោះថា Snapper ហើយមូលហេតុដែលគាត់វាយទៅលើ Hobin នោះព្រោះដោយសារតែមុនហ្នឹងគេបានប្រាប់ឲ្យ Hobin ញញឹមមកតែ Hobin បែរជាធ្វើមុខដូចឈួតទៅវិញអញ្ចឹងហើយបានជាគាត់វាយទៅលើ Hobin បែបនេះទៅហើយដោយសារតែគាត់វាយឈឺពេកHobin ក៏ចង់តដៃត្រឡប់ទៅវិញរួចក៏បានធ្វើឲ្យ Snapper ភ័យខ្លួនបដ ாய் ព្រោះថាតាមពិតទៅ Snapper មិនសូវចេះវាយប៉ុន្មាននោះទេដោយនេះហើយបានជាគាត់ស្ម័គ្រចិត្តធ្វើជាកាមេរ៉ាមែនរបស់ Paco ដើម្បីឲ្យ Paco ជួយគាត់នៅពេលដែលមានបញ្ហានោះឯងបន្តិចក្រោយមក Rumi ក៏បានប្រាប់ទៅកាន់ Paco ថាការ live stream របស់នាងអំបញ្ញមិញហ្នឹងគឺទទួលបានលុយរហូតដល់ទៅ 30,000 yen ឯណោះរួចនាងក៏បានអរគុណទៅកាន់ Paco ដែលបានជួយ promote channel ឲ្យនាងផងដែរគ្រាន់តែបានឮភ្លាមធ្វើឲ្យ Hobin មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថាគ្រាន់តែ live stream នៅពេលម៉ោងសម្រាកញ៉ាំបាយថ្ងៃត្រង់សោះបានលុយរហូតដល់ទៅ 30,000 yen រួចគាត់ក៏ចង់បង្កើត channel មួយដើម្បីរកលុយតាម YouTube ដែរហើយសូម្បីតែ Snapper ក៏ចង់បង្កើត channel មួយដើម្បីរកលុយដូចគ្នារួចគាត់ក៏បានទៅសួរយោបល់ពី Paco ថាតើគាត់ត្រូវការអ្វីខ្លះដើម្បីបង្កើត channel ថ្មីរួច Paco ក៏បានឆ្លើយថាក្មេងក្រោមអាយុ18ឆ្នាំមិនអាចទទួលបានប្រាក់ចំណូលនោះឡើយដោយនេះគាត់ត្រូវការកងធនាគារម៉ាក់ប៉ារបស់គាត់ទៅបានតែ Snapper ក៏បានតបថាគាត់មិនអាចប្រើប្រាស់កងធនាគារម៉ាក់ប៉ារបស់គាត់បាននោះទេព្រោះកាលពីលើកមុនគាត់បានលួចលុយសន្សំម៉ាក់ប៉ារបស់គាត់ទៅចាយហើយពួកគាត់ក៏បានតាមទាន់ចឹងគាត់មិនអាចប៉ះពាល់កងធនាគាររបស់ពួកគាត់បានតទៅទៀតនោះឡើយរួច Snapper ក៏បានសួរទៅកាន់ Hobin ថាតើម៉ាក់របស់ Hobin នៅរស់តើអីព្រោះដោយសារតែគាត់បានដឹងថាម៉ាក់របស់ Hobin កើតជំងឺមហារីកកំពុងតែសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យដោយនេះគាត់ចង់ខ្ចីកងធនាគារម៉ាក់របស់ Hobin យកទៅប្រើប្រាស់សិនហើយនៅពេលដែលបានឮ Snapper សួរសំណួរឈួតបែបនេះធ្វើឲ្យ Hobin ខឹងឡើងញោមមាត់ហ្មងរួចអាប៉ែ Paco ក៏បានចាក់បណ្ដោយទៀតថាហេឯងសួរអីឈួតអញ្ចឹងឯងគួរតែសួរថាតើម៉ាក់របស់ Hobin ស្លាប់បាត់ហើយឬនៅវាល្អជាងរួចនៅពេលដែលបានឮពួកគេនិយាយមើលងាយទៅកាន់ម្ដាយរបស់ខ្លួនបែបនេះធ្វើឲ្យ Hobin កាន់តែខឹងថែមទៀតតែកូនមិនហ៊ានតតាំងជាមួយនឹងពួកគេនោះទេគឺបានត្រឹមតែនិយាយសុំទោសទៅកាន់អ្នកម៉ាក់របស់គាត់តែប៉ុណ្ណោះលុះដល់ម៉ោងចេញពីរៀនហើយនោះ Hobin ក៏បានទៅមើលអ្នកម៉ាក់របស់គាត់នៅឯមន្ទីរពេទ្យរួចអ្នកម៉ាក់ក៏បាននិយាយថាគាត់ចង់ចេញពីមន្ទីរពេទ្យនៅពេលណាក៏បានដែរព្រោះគាត់ធុញទ្រាន់នឹងការរស់នៅទីនេះខ្លាំងណាស់ក៏ប៉ុន្តែ Hobin ក៏បានគិតក្នុងចិត្តថាអ្នកម៉ាក់កំពុងតែនិយាយកុហកហើយព្រោះបើសិនជាអ្នកម៉ាក់ហ៊ានតែចេញពីមន្ទីរពេទ្យនោះគាត់នឹងឈឺធ្ងន់ធ្ងរជាងមុនជាមិនខានរួចគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់អ្នកម៉ាក់ថាម៉ាក់កុំបារម្ភអំពីរឿងនៅផ្ទះអីព្រោះគាត់ចេះចាត់ចែងហើយចឹងម៉ាក់គួរតែសម្រាកឲ្យបានច្រើនដើម្បីឲ្យឆាប់ជាណា
តែនៅពេលដែលបានឃើញមុខរបស់ Robin ប្រឡាក់ដីបែបនេះអ្នកម៉ាក់ក៏បានសួរទៅកាន់ Robin ថាតើគាត់ទៅវាយគ្នាមែនបានជាមុខមាត់របស់គាត់ទៅជាបែបនេះហើយដោយសារតែមិនចង់ឲ្យអ្នកម៉ាក់ពិបាកចិត្ត Robin ក៏បានឆ្លើយថាគាត់គ្មានថ្ងៃធ្វើរឿងបែបហ្នឹងនោះទេរួយកនក៏បានគិតក្នុងចិត្តថាកនក៏ជាមនុស្សកុហកម្នាក់ដូចគ្នាហើយមុនពេលដែល Robin ត្រឡប់ទៅវិញគាត់ក៏បានបង់លុយថ្លៃព្យាបាលជំងឺម្ដាយរបស់គាត់ចំនួន 30,000 yen ផងដែរហើយ 30,000 yen នេះសម្រាប់ Robin គឺច្រើនខ្លាំងណាស់ព្រោះវាស្មើទៅនឹងប្រាក់ខែការងារ part time របស់គាត់រហូតដល់ទៅ1អាទិត្យឯណោះព្រោះនៅក្នុងមួយថ្ងៃគាត់ធ្វើការងារ part time រកបានចំណូលត្រឹមតែ 5,000 yen តែប៉ុណ្ណោះតែសម្រាប់ YouTuber វិញគ្រាន់តែ live stream នៅពេលម៉ោងសម្រាកបន្តិចសោះរកបានចំណូល 30,000 yen បាត់ទៅហើយដូចនេះវាពិតជាអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ហើយគាត់មិននឹកស្មានថាជីវិតរបស់គាត់ពោពេញទៅដោយពិភពខ្មៅងងឹតបែបនេះនោះទេក៏ប៉ុន្តែគាត់នៅតែមានសង្ឃឹមដដែលអញ្ចឹងព្រោះដោយសារតែគាត់បានធ្វើការជាមួយនឹងស្រីស្អាតម្នាក់ដែលមានឈ្មោះថាបូមីរួយបូមីក៏បានសួរទៅកាន់ Robin ថាតើគាត់មានដឹងថាសាច់គោនៅណាអត់អញ្ចឹងក្រោយពី Robin បានប្រាប់កន្លែងទុកសាច់គោទៅកាន់នាងរួយហើយបូមីក៏បានអរគុណទៅកាន់គាត់ផងដែររួយក៏បានធ្វើឲ្យ Robin អៀនឡើងខ្វាច់ហ្មងព្រោះគាត់មិននឹកស្មានថាទេពធីតាដូចជាបូមីបែរជាបន្ទាបខ្លួនមកនិយាយជាមួយនឹងរាសាមាញ់ដូចជាខ្លួននោះឡើយបន្តិចក្រោយមកក៏ស្រាប់តែអបិផាកូបានធ្វើការ live stream រត់ចូលមកក្នុងហាងរបស់ពួកគេរួចគ្រាន់តែបានក្រឡេកឃើញគាត់ភ្លាម Robin ក៏បានលាក់ខ្លួនតែម្ដងព្រោះគាត់មិនចង់ឲ្យផាកូដឹងថាគាត់គឺជាបុគ្គលិកធ្វើការនៅទីនេះនោះឡើយហើយមូលហេតុដែលផាកូធ្វើការ live stream នៅក្នុងហាងមួយនេះគឺដោយសារតែគាត់មាន challenge មួយចង់ឲ្យបូមីធ្វើហើយ challenge របស់គាត់នោះគឺតម្រូវឲ្យបូមីធ្វើ burger មួយដូចនៅក្នុងរូបដោយប្រើរយៈពេលត្រឹមតែកន្លះនាទីតែប៉ុណ្ណោះអញ្ចឹងបើសិនជាបូមីមិនអាចធ្វើបានទេនោះបូមីត្រូវតែឲ្យលេខទូរស័ព្ទរបស់នាងមកកាន់គាត់គ្រាន់តែបានឮភ្លាម Robin ក៏បានដឹងយ៉ាងច្បាស់ថាបូមីនឹងមិនអាចធ្វើតន់ពេលវេលានោះទេព្រោះដោយសារតែ burger មួយនោះមានគ្រឿងផ្សំរហូតដល់ទៅ10មុខឯណោះដូចនេះRobin ក៏បានសម្រេចចិត្តជួយនាងតែម្ដងបន្ទាប់មកផាកូក៏បាននិយាយសុំទោសទៅកាន់បូមីព្រោះថាគាត់មិនចង់ធ្វើបែបនេះនោះទេតែ fan របស់គាត់គឺជាអ្នកដែលបានស្នើសុំឲ្យគាត់ធ្វើវាតែប៉ុណ្ណោះក៏ប៉ុន្តែបើសិនជានាងឲ្យលេខទូរស័ព្ទមកកាន់គាត់ចាំគាត់ប៉ាវនាងញ៉ាំកាហ្វេមួយកែវនិយាយមិនតន់ចប់ស្រួលបួលផងក៏ស្រាប់តែ Robin បានយក burger មួយនោះមកឲ្យផាកូបាត់ទៅហើយគាត់ក៏បានសុំឲ្យផាកូចាកចេញពីទីនេះទៅព្រោះផាកូកំពុងតែរំខានទៅដល់ភ្ញៀវផ្សេងទៀតនោះឯងពេលដែលបានឃើញ Robin ក្លាហានខ្លាំងបែបនេះបុគ្គលិកពីរនាក់ផ្សេងទៀតក៏បាននាំគ្នាសរសើរទៅកាន់គាត់ផងដែរតែ Robin ក៏បានដឹងយ៉ាងច្បាស់ថានៅថ្ងៃស្អែកនេះគាត់នឹងត្រូវបានគេវាយឲ្យតួសាច់ទៀតជាមិនខានស្របពេលជាមួយគ្នានោះបូមីក៏បានចាប់អារម្មណ៍ជាមួយនឹងភាពក្លាហានរបស់ Robin ដូចគ្នាលុះយប់ឡើងគឺយើងឃើញ Snapper បានទៅ live លេងហ្គេមនៅក្នុងផ្ទះរបស់ Robin ហើយក៏មានគេ donate ឲ្យគាត់ 3,000 yen ផងដែរមិនតែប៉ុណ្ណោះបើសិនជាគាត់អាចសម្លាប់បាន30 kill នោះគេនឹង donate ឲ្យគាត់រហូតដល់ទៅ 30,000 yen ឯណោះហើយជាមួយគ្នានោះគាត់ថែមទាំងបានប្រើឲ្យ Robin ទៅឆុងមីហាល់យកមកឲ្យគាត់ញ៉ាំទៀតផងរួច Robin ក៏បានគិតនៅក្នុងចិត្តថាគាត់មិនគួរណាអនុញ្ញាតឲ្យមនុស្សដូចជា Snapper មក live លេងហ្គេមនៅក្នុងផ្ទះរបស់គាត់ហើយយកកងធនាគាររបស់អ្នកម៉ាក់ទៅរកលុយបែបនេះនោះទេរួចដោយសារតែ Snapper រកលុយបានស្រួលពេក Robin ក៏បានស្ដោះទឹកមាត់ដាក់ទៅក្នុងមីហាល់ដើម្បីយកទៅឲ្យ Snapper ញ៉ាំផងដែរតែដោយសារតែគាត់ដើរមិនប្រយ័ត្នគាត់ក៏បានតាក់ជើងជាមួយនឹងខ្សែភ្លើងហើយក៏បានធ្វើឲ្យរលត់ monitor តែម្ដងរួចមីហិលមួយចាននោះក៏បានហោះទៅចំកណ្ដាលមុខរបស់ Snapper បដ ហើយដោយសារតែខឹងខ្លាំងពេក Snapper ក៏បានវាយទៅកាន់ Robin ឡើងទួកសាច់ហ្មងព្រោះថាមុននឹងគាត់ចិត្តបាន30 kill ហើយហ្នឹងណាតែ Robin បែរជាធ្វើឲ្យដាច់ភ្លើងអស់រលីងហើយទោះបីជា Robin បាននិយាយសុំទោសយ៉ាងណាក៏ដោយក៏ Snapper នៅតែបន្តវាយទៅលើគាត់ទៀតដដែលហ្នឹងរួចគាត់ថែមទាំងបាននិយាយទៀតថាដោយសារតែ Robin នេះហើយបានជាធ្វើឲ្យអ្នកម៉ាក់របស់គាត់កើតជំងឺមហារីកបែបនេះរួចគ្រាន់តែបានឮ Snapper និយាយឌៀមដាមទៅកាន់ម្ដាយរបស់ខ្លួនភ្លាមមកធ្វើឲ្យ Robin ខឹងជាខ្លាំងរួចគាត់ក៏បានតដៃទៅកាន់ Snapper វិញបដ ហើយនេះគឺជាលើកទី1ហើយដែល Robin ហ៊ានលើកដៃវាយទៅកាន់អ្នកដទៃរួចពួកគេទាំងពីរក៏បានបន្តវាយគ្នាទៅវិញទៅមកឡើងរញ៉េរញ៉ៃពេញផ្ទះនឹងហ្មងតែពួកគេមិនបានដឹងទេថាសកម្មភាពរបស់ពួកគេត្រូវបានថតជាប់នៅក្នុងការ live stream នោះឡើយហើយក៏មានមនុស្សជាច្រើនបាននាំគ្នាចូលទៅមើលពួកគេទាំងពីរនាក់វាយគ្នាផង
ដែរលុះក្រោយពីការវាយគ្នាត្រូវបានបញ្ចប់ Hobin ក៏ចាប់ផ្ដើមមានអារម្មណ៍ថាឈឺហើយរួចនៅពេលដែលបានឃើញរបស់របរនៅក្នុងផ្ទះខ្ទេចខ្ទីអស់បែបនេះគាត់មិនដឹងជាត្រូវទៅរកលុយឯណាមកជួសជុលនោះទេហើយគាត់ពិតជាមានការអន់ចិត្តមកលើខ្លួនឯងខ្លាំងណាស់បើសិនជាគាត់កើតនៅក្នុងគ្រួសារអ្នកមានវិញមិនដឹងថាជីវិតរបស់គាត់ល្អប៉ុណ្ណានោះឡើយតែគាត់ក៏បានឈប់គិតអំពីវាបន្តទៀតហើយក៏បានទាញភួយនៅចិត្តនោះយកទៅដេកបាត់ទៅតែមុនពេលដែលគាត់ដេកគាត់ក៏បានចុចបិទកុងតាក់ព្រីភ្លើងដើម្បីកុំឲ្យអស់ភ្លើងច្រើនផងដែរលុះព្រឹកឡើងក៏ស្រាប់តែ Snapper បានខលមកកាន់ Hobin តែម្ដងព្រោះដោយសារតែសកម្មភាពដែលពួកគេទាំងពីរបានវាយគ្នាកាលពីយប់មិញកំពុងតែផ្ទុះខ្លាំងនៅក្នុង YouTube ហើយកនចង់ឲ្យ Hobin លុបវីដេអូមួយនោះចេញវិញរួចនៅពេលដែល Hobin ក៏លេចទៅមើលខ្សែភ្លើងដែលគាត់បានធ្វើឲ្យ robot កាលពីយប់មិញនោះគាត់ក៏បានដឹងថាខ្សែភ្លើងមួយនោះមិនមែនតភ្ជាប់ទៅកាន់ PC នោះទេគឺវាតភ្ជាប់ទៅកាន់ monitor តែមួយគត់អញ្ចឹងទោះបីជា monitor បិទបាត់ក៏ដោយក៏ PC នៅតែបន្តដំណើរការដដែលនឹងហើយដោយសារតែកាមេរ៉ាត្រូវបានដោតភ្ជាប់ទៅកាន់ PC ដូចនេះវាក៏បានថតសកម្មភាពរបស់ពួកគេឡើងនៅលើ YouTube បន្តទៀតតែ Hobin ក៏បានតបទៅវិញថាគាត់មិនបានអាប់ឡូតវីដេអូមួយនឹងផងចុះហេតុអ្វីបានជាវានៅលើ YouTube ទៀតអញ្ចឹងរួច Snapper ក៏បានបញ្យល់ថានៅពេលដែល PC បិទខណៈពេលកំពុង live stream នោះវានឹងអាប់ឡូតវីដេអូមួយនោះអូតូហ្មងហើយគាត់មិនអាចលុបវាចោលបាននោះឡើយព្រោះដោយសារតែវាមិនមែនជា account របស់គាត់នោះទេរួចគាត់ក៏បានប្រាប់ឲ្យ Hobin ផ្ញើ password មកឲ្យគាត់មកអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ Hobin ក៏បានចូលទៅឆែកមើលនៅក្នុង YouTube រួចគាត់ក៏បានរកឃើញដូចជាអ្វីដែល Snapper បាននិយាយមែនហើយថែមទាំងមានគេចូលទៅ comment រហូតដល់ទៅ 10000 comment ឯណោះហើយវាមិនត្រឹមតែបានផ្សព្វផ្សាយនៅលើ YouTube នោះទេតែវាថែមទាំងបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្សេងទៀតផងដែរត្រឹមតែមួយយប់សោះគឺវាបានផ្សព្វផ្សាយពាសពេញពិភពលោកទាំងមូលពេលឃើញបែបនេះធ្វើឲ្យ Hobin មានការអស់សង្ឃឹមជាខ្លាំងព្រោះគាត់គិតថាគាត់ត្រូវបានគេប៊ូលូនៅឯសាលារៀនហើយឥឡូវនេះគាត់នឹងត្រូវបានគេប៊ូលូនៅជុំវិញពិភពលោកជាមិនខានអញ្ចឹងដើម្បីកុំឲ្យមានរឿងកាន់តែធ្ងន់ធ្ងរជាងនេះទៀតHobin ក៏ចង់លុបវីដេអូមួយនោះចេញវិញតែគាត់ក៏បានក្រឡេកឃើញគេ comment នៅក្នុងវីដេអូរបស់គាត់ថាឲ្យតែមាន view ដឹងតែអាចរកលុយបាននៅក្នុង YouTube ហើយមួយ view គឺស្មើទៅនឹង 0.1 yen រួចនៅពេលដែល Hobin ក្រឡេកមើលទៅកាន់ view នៅលើវីដេអូរបស់គាត់គឺឃើញមានរហូតដល់ទៅ10លាន view ជាងឯណោះអញ្ចឹងនៅពេលដែលបូកដកគុណចែករួចគឺគាត់ទទួលបានលុយជាង1លាន yen ណាអ្នកទាំងអស់គ្នារួចក៏បានធ្វើឲ្យគាត់មានការសប្បាយចិត្តជាខ្លាំងកាត់មកខាងសាលារៀននៅវិញគឺថាពួកគេកំពុងតែមើលវីដេអូវាយគ្នារវាង Hobin ជាមួយនឹង Snapper នោះឯងហើយគ្រាន់តែ Snapper ដើរចូលមកក្នុងថ្នាក់ភ្លាមពួកគេក៏បាននាំគ្នាសើចចំអកដាក់គាត់តែម្ដងហើយដោយសារតែខឹងខ្លាំងពេក Snapper ក៏ចង់បញ្ចេញកំហឹងដាក់ទៅលើសិស្សប្រុសម្នាក់ដែលកាចជាងគេបង្អស់នៅក្នុងថ្នាក់តែមានណាសិស្សប្រុសម្នាក់នោះក៏បានតដៃត្រឡប់ទៅវិញរួចក៏បានវាយទៅលើ Snapper ឡើងតួសាញ់ហ្មងហើយសូម្បីតែ Pago ក៏មិនបានចូលទៅជួយគាត់នោះដែរព្រោះគាត់មិនមានតម្លៃអ្វីសម្រាប់ Pago តទៅទៀតនោះឡើយរីឯ Hobin នៅវិញគាត់មិនបានទៅរៀននោះទេគឺគាត់បានទៅមន្ទីរពេទ្យដើម្បីបង់ថ្លៃការព្យាបាលជំងឺម្ដាយរបស់គាត់ហើយទោះបីជាលើកនេះឡើងថ្លៃរហូតដល់ទៅ 120,000 yen ក៏ដោយក៏ Hobin មិនបានបារម្ភនោះដែរព្រោះដោយសារតែគាត់ជិតទទួលបានលុយ1លានចូលមកក្នុងកងងហើយគ្រាន់តែ Hobin ដើរចេញពីមន្ទីរពេទ្យបានបន្តិចក៏ស្រាប់តែ Snapper បានហក់វាយកណ្ដាលមុខរបស់គាត់មួយដៃតែម្ដងរួច Snapper ក៏បាននិយាយថា Hobin ទទួលបានលុយជាច្រើនតែសម្រាប់គាត់វិញទទួលបានតែការសើចចំអកនៅឯសាលារៀនតែប៉ុណ្ណោះដោយនេះគាត់ក៏បានប្រាប់ឲ្យ Hobin ប្រគល់លុយពាក់កណ្ដាលមកឲ្យគាត់មកព្រោះគាត់ក៏មានចំណែកនៅក្នុងនោះដូចគ្នាតែ Hobin ក៏បានបដិសេធរួចក៏បានតតពងរបស់ Snapper មួយជើងវិញទៅហេតុអីបានជាគាត់ត្រូវឲ្យលុយទៅកាន់ Snapper ព្រោះវាគឺជា account ម្ដាយរបស់គាត់នឹងរួចពួកគេទាំងពីរក៏បានវាយគ្នាឡើងផ្អើលពេញនឹងហ្មងលុះក្រោយពីបានវាយគ្នារួចហើយ Snapper ក៏បានទៅអង្គុយយំរួច Hobin ក៏បានប្រាប់ទៅកាន់គាត់ថាទោះបីជា Snapper ខំប្រឹងយំខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់នឹងមិនឲ្យលុយទៅកាន់ Snapper នោះដែរតែតាមពិតគ្រប់យ៉ាងគឺគ្រាន់តែជាល្បិចរបស់ Snapper តែប៉ុណ្ណោះព្រោះថាមុននឹង Snapper បានលួចដាក់កាមេរ៉ាដើម្បីថតពួកគេទាំងពីរនាក់វាយគ្នាហើយកុនក៏បានសួរទៅកាន់ Hobin ថាប្លង់ប៉ុណ្ណឹងស្អាតអត់ព្រោះអារឿងលួចថតវីដេអូអីហ្នឹងគឺជាជំនាញរបស់គាត់ហ្មងពេលឃើញបែបនេះ
Hobin ក៏បានសួរទៅកាន់គាត់វិញថាគិតចង់អាប់ឡូតវីដេអូមួយនឹងដែរមែនតែ Snapper ក៏បានឆ្លើយថាគឺគ្មានពីណាគេចង់មើលវីដេអូស្រែៗបែបនេះនោះទេព្រោះបើសិនជាពួកគេឃើញនោះពួកគេនឹងគិតថាពួកយើងគ្រាន់តែសម្ដែងតែប៉ុណ្ណោះហើយនឹង bully ពួកយើងទាំងពីរនាក់ជាមិនខានតែតាមពិតទៅគាត់មិនមែនមកជួប Hobin ដើម្បីវាយគ្នានោះឡើយតែគាត់មកគឺដើម្បីបបួល Hobin ឲ្យធ្វើការ team up ជាមួយនឹងគាត់នោះឯងព្រោះគាត់បានដឹងថា Hobin ស្រឡាញ់លុយអញ្ចឹងគាត់នឹងជួយឲ្យ Hobin កើបលុយវ៉លលាននៅក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះព្រោះដោយសារតែគាត់គឺជាអតីតអ្នកផលិតវីដេអូទៅឲ្យ Paco ហើយ Paco ដើរមកដល់ចំណុចមួយនេះក៏ដោយសារតែបានជំនួយពីគាត់ផងដែរអញ្ចឹងជាមួយនឹងជំនាញហើយនឹងបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់នោះគាត់នឹងអាចជួយឲ្យ Hobin ល្បីល្បាញបានដូចគ្នារួចគាត់នឹងក្លាយទៅជាអ្នកផលិតវីដេអូទៅឲ្យ Hobin ហើយអ្វីដែល Hobin ត្រូវធ្វើនោះគឺគ្រាន់តែបង្ហាញខ្លួននៅមុខកាមេរ៉ាតែប៉ុណ្ណោះគ្រាន់តែបានឮភ្លាម Hobin ក៏បានស្រមៃឃើញលុយនៅចំពោះមុខគាត់តែម្ដងរួចក៏បានធ្វើឲ្យ Snapper មានការសប្បាយចិត្តជាខ្លាំងព្រោះគាត់គិតថា Hobin នឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់គាត់ជាមិនខានហើយគាត់នឹងប្រើប្រាស់ account របស់ Hobin ដើម្បីស្អាងមុខមាត់របស់គាត់ឡើងវិញឲ្យតតែបានក៏ប៉ុន្តែ Hobin ក៏បានសួរទៅកាន់គាត់ថាអញ្ចឹងតើពួកយើងចែកលុយគ្នាមិនទៅរួច Snapper ក៏បានឆ្លើយថាគាត់គឺជាអ្នកគ្រប់គ្រងទៅលើរឿងទាំងអស់នេះហើយដោយសារតែពួកគេទាំងពីរបានក្លាយទៅជាមិត្តភក្តិជាមួយនឹងគ្នាទៅហើយអញ្ចឹងគាត់នឹងយក 90% ហើយ Hobin បានតែ 10% តែប៉ុណ្ណោះពេលឮបែបនេះ Hobin ក៏បានឲ្យម្រាមកណ្ដាលមួយទៅកាន់គាត់តែម្ដងព្រោះបើសិនជាគាត់គឺជាអ្នកដែលនៅពីមុខកាមេរ៉ាអញ្ចឹងតើហេតុអ្វីបានជា Snapper ទទួលបានដល់ទៅ 90% ទៅវិញហើយណាមួយពួកគេទាំងពីរមិនមែនជាមិត្តភក្តិជាមួយនឹងគ្នានោះទេរួច Hobin ក៏បានដើរចេញពីទីនោះទៅគ្រាន់តែបានឃើញភ្លាមធ្វើឲ្យ Snapper ចាប់ផ្ដើមភ័យខ្លួនបដ ாய் រួចគាត់ក៏បានស្ម័គ្រចិត្តយកតែ 40% ហើយឲ្យ Hobin 60% តែ Hobin ក៏បានតបថាគាត់សុខចិត្តទៅធ្វើការងារនៅក្នុងហាងលក់ burger វិញល្អជាជាងរួច Snapper ក៏បានដេញចុះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតតតែគាត់នៅសល់ត្រឹមតែ 10% ហើយឲ្យ Hobin 90% វិញពេលឮបែបនេះHobin ក៏យកព្រមទៅរួចគាត់ក៏បានសួរទៅកាន់ Snapper ថាតើ content ដែល Snapper ចង់ធ្វើនោះគឺជាអ្វីរួច Snapper ក៏បានឆ្លើយថាពួកគេនឹងធ្វើការ live stream ដែលនិយាយអំពីការសងសឹកទៅកាន់អ្នកណាដែល bully អ្នកដទៃ